ថ្ងៃនេះខ្ញុំខំក្រោកតាំងពីព្រឹកអង្គុយសុំកក់រកថាធ្វើ content ថ្មីប្លែកៗដើម្បីកុំឲ្យបងប្អូនមើលវីដេអូខ្ញុំមិនដែរវាធុញអីអញ្ចឹងណាចាយដល់នេះម្ដាយក្មេងខ្ញុំក៏មកដល់ល្មមក៏សួរកូនពិសោអើយកំពុងធ្វើអីហ្នឹងខ្ញុំថាខ្ញុំកំពុងរនឹកធ្វើ content ថ្មីអញ្ចឹងហើយម៉ែខ្ញុំថាអត់អីចាំគាត់ប្រាប់តែមុនគាត់ប្រាប់ខ្ញុំថាឲ្យខ្ញុំជូនគាត់ទៅធ្វើការផ្ទះតកែគាត់សិនអញ្ចឹងហើយខ្ញុំខំទិញម៉ូតូឡើងលឿនដើម្បីជូនគាត់ទៅបងប្អូនប៉ុន្តែមួយរយៈហ្នឹងភ្លៀងខ្លាំងណាស់ទាំងយប់ទាំងថ្ងៃតែម្ដងអញ្ចឹងហើយម្ដាយក្មេងខ្ញុំឬក៏ពូម៉ៅក៏ដោយតែប្រាប់ខ្ញុំថាឯងជិះម៉ូតូឯងជិះចូលទៅប្រឡោះកដាទៅកុំឲ្យមានគ្រោះថ្នាក់អញ្ចឹងវាល្អស្លាយច្រើនអញ្ចឹងតែខ្ញុំបងប្អូនវល់តែភ្លេចខ្លួនជិះចូលតែផ្លូវគៀនព្រោះជាទម្លាប់អញ្ចឹងហើយដល់ពេលម្ដាយក្មេងខ្ញុំជិះម៉ូតូពីក្រោយក៏តែងតែប្រាប់ខ្ញុំហើយការប្រហែលថ្ងៃមុនពេលដែលខ្ញុំផុសវីដេអូមួយពេលខ្ញុំដុកម្ដាយក្មេងខ្ញុំពេលម្ដាយក្មេងខ្ញុំមកញឹមឃើញថា view ក៏ blue តែម្ដងអញ្ចឹងហើយខ្ញុំសុំម៉ែក្មេងសុំមកញឹមមួយបងព្រោះ fan ចូលចិត្តហើយ fan ថាម្ដាយក្មេងឲ្យញឹមស្រស់ខ្លាំងណាស់ហើយនៅពេលខ្ញុំជិះម៉ូតូតាមផ្លូវម្ដាយក្មេងក៏ខ្សឹបថាចេះបើចង់ថតវីដេអូថ្មីប្លែកៗឲ្យ fan មើលទៅថតសកម្មភាពអ៊ំច្បាច់ទៅដោះកបីពេលព្រឹកម៉ោងទៅប៉ុន្តែមុននឹងទៅហ្នឹងគាត់បានខទៅសុំអ៊ំខ្ញុំរួចហើយអញ្ចឹងហើយខ្ញុំធ្វើដំណើរទៅជិះម៉ូតូឡើងលឿនដូចអាមិចអញ្ចឹងបងប្អូនហើយចៃដន្យអីនៅក្នុងកែម៉ូតូរបស់ខ្ញុំក៏សុកជាក៏ផឹកទឹកសុទ្ធទៅមានដបមួយអញ្ចឹងហើយខ្ញុំយកដបហ្នឹងឲ្យគាត់ជ្រក់ទឹកដោះកបីហ្មងទៅហើយទៅពេលខ្ញុំទៅដល់ហ្នឹងអ៊ំកំពុងតែច្បាច់ទឹកដោះកបីជិតហើយបងប្អូននិយាយទៅជារៀងរាល់ព្រឹកគាត់ក្រោកច្បាច់ទឹកដោះកបីទឹកដោះគោតាំងពីម៉ោង 4:45 នាទីព្រឹកហើយនៅពេលដែលខ្ញុំកំពុងតែថតសកម្មភាពអ៊ំច្បាច់ទឹកដោះគោដោះកបីខ្ញុំមានអារម្មណ៍ថាខ្លាចបងប្អូនខ្លាចតែកបីជុលទេមើលទៅអញ្ចឹងហើយខ្ញុំក៏ប្រាប់អ៊ំថាអ៊ំកបីណាកាចមិនកាចអីអញ្ចឹងអ៊ំថាមិនអីទេគាត់នៅនឹងគាត់អាចជួយបានអញ្ចឹងដល់ពេលអញ្ចឹងទៅចាំការទៀតបងប្អូនថតពេញទំហឹងតែម្ដងដើម្បីឲ្យបងប្អូនទស្សនាប្លែកអីអញ្ចឹងណាហើយខ្ញុំក៏សូមថាអ៊ំខ្ញុំសូមច្បាច់ទឹកដោះកបីបានអត់អ៊ំថាឲ្យច្បាច់ទេដោយសារតែកបីថាឃើញប្លែកមុខមនុស្សប្លែកមុខអញ្ចឹងទៅខ្លាចវាធាក់និយាយទៅបងប្អូនជារៀងរាល់ព្រឹកអ៊ំខ្ញុំតែក្រោកម៉ោង 4:45 នាទីដើម្បីច្បាច់ទឹកដោះគោដោះកបីហើយកបីរបស់គាត់ចិញ្ចឹមភាគច្រើនសិតតែកបីញីកបីឈ្មោលមានតែមួយទេសម្រាប់ធ្វើមេធ្វើបាយអញ្ចឹងហើយនិយាយទៅកបីគាត់មួយឆ្នាំទៅមួយឆ្នាំមួយខែទៅមួយខែថ្ងៃណាក៏គាត់ច្បាច់ទឹកដោះបានយកទៅលក់ដែរឲ្យថាវាមានកូនតគ្នាអញ្ចឹងហើយការច្បាច់ទឹកដោះកបីរបស់គាត់អត់មានច្បាច់ទាំងអស់ទេឧទាហរណ៍ថាទឹកកបីមានដោះ4អញ្ចឹងទៅគាត់ច្បាច់តែ2យកទៅទឹកដោះទៅលក់ហើយពីទៀតទុកឲ្យកូនមើមអញ្ចឹងហើយនៅពេលដែលគាត់ច្បាច់បានគាត់យកលក់ឲ្យគេក្នុង1លីត្រ75រូបបើគាត់លុយខ្មែរប្រហែលជា 3,200 លុយយើងហ្នឹងជាទៅបងប្អូនជនជាតិឥណ្ឌាភាគច្រើនពួកគាត់ចូលចិត្តញ៉ាំទឹកដោះគោស្រស់ខ្លាំងណាស់ជាងទឹកដោះគោកញ្ចប់អីចឹងជារៀងរាល់ព្រឹកនៅពេលខ្ញុំហាត់ប្រាណខ្ញុំតែងឃើញអ៊ំប្រុសម្នាក់គាត់តែងដើរដាក់ទឹកដោះគោមកដបពីរដបតាមផ្ទះចឹងទៅហើយនៅពេលខ្ញុំបានមកដល់ផ្ទះនេះក៏ឃើញសុកជាកំពុងតែញ៉ាំអាហារពេលព្រឹកព្រោះអីមុននឹងទៅហ្នឹងខ្ញុំបានរៀបចំឲ្យគាត់រួចហើយអាហារពេលព្រឹកសុកជាថ្ងៃហ្នឹងអត់មានទេបងប្អូនដាំបាយចឹងទៅដាក់បងមាន់មកគ្រាប់ជាការស្រេចតែម្ដងហើយឥឡូវខ្ញុំកំពុងតែរៀបចំដាំទឹកដោះគោអូច្រឡំបងប្អូនអើយមិនមែនទឹកដោះគោទេទឹកដោះកបីប៉ុន្តែទឹកដោះកបីឈួលខ្លាំងណាស់ជាងទឹកដោះគោអញ្ចឹងហើយនៅពេលខ្ញុំបានដាំខ្ញុំដាក់តែឡើងចាស់ដៃតែម្ដងដើម្បីកាត់ក្លិនណាមិនត្រឹមតែប៉ុណ្ណោះខ្ញុំបានដាក់គ្រាប់ប្រវាញ់បុកថែមមួយជាន់ទៀតបើមិនចឹងទេខ្ញុំអត់ចេះញ៉ាំទេក្លិនវាគឺសាហាវហ្មងឈួលខ្លាំងហ្មងហើយសម្រាប់បងប្អូនផ្សេងៗគ្នាយើងទោះបីជារវល់យ៉ាងណាក៏ដោយកុំភ្លេចសម្អាតតំបន់ពិសេសរបស់យើងជាមួយហ្វូមល្អប្រើខ្លាំងណាស់បងប្អូនអើយសម្រាប់បងប្អូនដែលជួបបញ្ហាលមាស់រលាកធ្លាក់ខ្សោធំក្លិនប្រើទៅម្ដងទេមិនត្រឹមតែប៉ុណ្ណោះកុំចាត់បាត់តារីបានល្អផ្ដល់សំណើមដល់ស្បែកហើយនឹងមានក្លិនក្អូបហើរតាមទីផងហើយគេមានលក់ជាឈុតតម្លៃតែ$16តែប៉ុណ្ណោះមានហ្វូមមួយមានស្ប្រេបាញ់សម្ងួតហើយនេះគឺជាសោភារីស្ដើងមិនស្អុះមិនស្អាប់មិនស្គៀបមិនលមាស់មិនរលាកនិយាយវាស្រូបទឹកបានយូរបងប្អូនហើយទំហំវែងបត់បែនតាមចិត្តអញ្ចឹងប្រើបានទាំងយប់ទាំងថ្ងៃសាច់ចរៃឡើងទន់តែម្ដងឡើងស្ងួតជាងកតបកូនងាទៀតហើយទៅលើកទី1សម្រាប់សុកជាដែលគាត់ញ៉ាំទឹកដោះគោស្រស់បែបហ្នឹងអញ្ចឹងហើយបងប្អូនគាត់ហត់ហើយខ្លះទៀតខ្ញុំសួរថាកូនខ្លួនឯងញ៉ាំកើតអត់សុកជាថាម៉ាអើយញ៉ាំកើតប៉ុន្តែវាក្តៅបន្តិចហើយរសជាតិរបស់គេគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនខ្ញុំក៏បានញ៉ាំដែរប៉ុន្តែលើកមុនណាខ្ញុំមកដឹងវិធីឆុងអញ្ចឹងហើយខ្ញុំឆុងធម្មតាឡើងចង់ក្អួតបងប្អូនលេបអត់ចូលសោះតែបងអាក្លិនកបីវាឈួលខ្លាំងដូចក្លិនកបីដេកផុកអញ្ចឹងហើយវីដេអូរបស់ខ្ញុំចែកម្លែកពីស្រុកឥណ្ឌាមានតែប៉ុណ្្នឹងទេស្គាល់ថាបងប្អូនស្រឡាញ់យកចិត្តជួយ like ជួយ share ឲ្យបេះដូងខ្ញុំម្នាក់មួយផងអរគុណជម្រាបលា